រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជានាយកកម្មវិធី Aspire 80 អាយុដំមាសពិសិដ្ឋបានបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យមគឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងការបង្កើតការងារផ្ដល់ជីវភាពដល់ប្រជាពលរដ្ឋនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសហគ្រាសធំៗនៅពេលអនាគតការថ្លែងនេះក្នុងឱកាសដែលសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនិងសភាពាណិជ្ជកម្មខេត្តបាត់ដំបងថែក្រោមការគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងនិងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម Aspire 80បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យមអំពីការងារធុរកិច្ចនិងការអភិវឌ្ឍទីផ្សារសម្រាប់នាំចេញក្រោមប្រធានបទការគ្រប់គ្រងហិរញ្ញវត្ថុនិងការអនុវត្តដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនសហគ្រាសឧស្សាហកម្មសិប្បកម្មក្នុងខេត្តបាត់ដំបងបៃលិននិងខេត្តបន្ទាយមានជ័យរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី24ដល់ថ្ងៃទី25ខែតុលាឆ្នាំ2025នៅសណ្ឋាគារស្ទឹងសង្កែខេត្តបាត់ដំបងឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថាកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្មហៅកាត់ថា Aspire 80គឺជាយន្តការមួយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្មឯកឧត្តមបានបន្តថានៅក្នុងវិស័យកសិកម្មមានអ្នកទទួលផលច្រើនមានអ្នកពាក់ព័ន្ធក៏ច្រើនហើយក្រសួងកសិកម្មដែលមានឯកឧត្តមដេទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទទួលស្គាល់ថាក្រសួងកសិកម្មតែមួយមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យបានទេចាំបាច់ត្រូវតែសហការឲ្យបានល្អជាមួយអ្នកពាក់ព័ន្ធរួមទាំងក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍និងគ្រប់តួអង្គនៃខ្សែសង្វាក់គឺមានកសិករសហគមន៍កសិកម្មនិងវិស័យឯកជនទាំងអស់ផងដែរអ្វីដែលកម្មវិធី Aspire 80កំពុងព្យាយាមដោះគឺទី1រកប្រាក់កម្ចីដើម្បីផ្ដល់ជូនកសិករផ្ដល់ជូនសហគមន៍កសិកម្មផ្ដល់ជូនក្រុមហ៊ុនឯកជនផ្ដល់ជូននៅប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យហើយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំហើយសួរថាប្រាក់កម្ចីនេះយកទៅធ្វើអីគឺប្រាក់កម្ចីសម្រាប់កសិករនិងសហគមន៍កសិកម្មគឺយកទៅកែលម្អផលិតកម្មមានន័យថាធ្វើឲ្យផលិតកម្មកសិកម្មទទួលបានផលច្រើនចំណាយដើមទុនទាបហើយផលិតបានរបស់ល្អដែលសមស្របនិងតម្រូវការរបស់អ្នកទិញប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនកសិកម្មគឺដើម្បីបង្កើនសមត្ថភាពគាត់ក្នុងការជួយប្រមូលទិញកសិផលដែលកសិករផលិតបានយកវាទៅគ្រប់គ្រងឲ្យល្អយកវាទៅកែច្នៃឲ្យបានល្អដើម្បីនាំចេញនាំចេញនៅផលិតផលកសិកម្មដែលល្អដែលមានតម្លៃសមរម្យសម្រាប់ទីផ្សារអន្តរជាតិដោយសារតែផលិតផលកសិកម្មរបស់យើងមួយចំនួនធំគឺប្រើប្រាស់មិនអស់ឬមួយក៏ហូបមិនអស់នៅក្នុងប្រទេសទេយើងត្រូវនាំចេញដូច្នេះការសហការជាមួយវិស័យឯកជនជារឿងសំខាន់ដើម្បីឲ្យជួយដោះស្រាយការប្រមូលទិញការគ្រប់គ្រងការកែច្នៃសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសឯកឧត្តមមេពិសិដ្ឋបានឲ្យដឹងទៀតថាវិស័យឯកជនឬក្រុមហ៊ុនកសិកម្មដែលទទួលបានប្រាក់កម្ចីប៉ុន្តែយើងបារម្ភថាពេលបានប្រាក់កម្ចីទៅគ្រប់គ្រងមិនបានត្រឹមត្រូវរកស៊ីមិនត្រឹមត្រូវវាខាតកាលណាខាតអត់លុយសងមកវិញក្រុមហ៊ុនឯកជនអត់មានប្រាក់សងទីបំផុតរដ្ឋាភិបាលយើងដែលខ្ចីប្រាក់ពីមូលនិធិអភិវឌ្ឍកសិកម្មហៅកាត់ថា IFAD ខ្ចីពីសហភាពអឺរ៉ុបឬពីធនាគារវិនិយោគអឺរ៉ុបជាដើមនោះយកមកចាយវាអត់មានប្រាក់សងទៅគេវិញមានន័យថាយើងប្រើប្រាស់អត់ត្រឹមត្រូវពាក់ព័ន្ធនឹងបញ្ហានេះត្រូវបានឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបញ្ជាក់យ៉ាងដូចនេះទៀតថាក្នុងន័យនឹងនៅថ្ងៃនេះកម្មវិធី Aspire 80បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជារៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុជូនតំណាងក្រុមហ៊ុនឯកជនក្រុមហ៊ុនកសិកម្មយើងហៅថាសហគ្រាសធុនតូចនិងមធ្យមមួយចំនួនធំដើម្បីឲ្យមានសមត្ថភាពកាន់តែល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុមានន័យថាអាចគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគាត់បានល្អតទៅមុខទៀតយើងនឹងបន្តសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីធ្វើការបណ្ដុះបណ្ដាលអំពី
ការរៀបចំឲ្យមានផែនការអាជីវកម្មការអនុវត្តផែនការអាជីវកម្មសម្ដៅធ្វើឲ្យដំណើរការរបស់ក្រុមហ៊ុនល្អទីបំផុតទៅក្រុមហ៊ុនរកស៊ីចំណេញអាចមានកសិផលមានផលិតផលកសិកម្មដែលល្អលក់ចេញទៅក្រៅប្រទេសចំណេញបានច្រើនទីបំផុតក្រុមហ៊ុននឹងជួយទិញកសិផលបានច្រើនពីកសិករហ៊ានផ្ដល់តម្លៃល្អជូនកសិករនេះជាអ្វីដែលយើងកំពុងធ្វើនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីអាស្វាយ AT គឺសហការជាមួយវិស័យឯកជនដើម្បីជួយដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្មយើងជាពិសេសដោះស្រាយបញ្ហាកសិផលដែលកសិករយើងផលិតលើសតម្រូវការក្នុងគ្រួសារផលិតលើសតម្រូវការនៅក្នុងប្រទេសសម្រាប់ការនាំចេញប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងអ្នកញ៉ាភូវាសនាបានបង្ហាញឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ចំនួន3ដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធី Aspire AT ក្នុងការបង្កើនការគាំទ្រនិងផ្ដល់សេវាបច្ចេកទេសការវិនិយោគដែលផ្ដោតលើអាជីវកម្មដើម្បីជំរុញនិងសម្របសម្រួលដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្មកសិពាណិជ្ជកម្មការរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍប្រព័ន្ធកសិពាណិជ្ជកម្មដែលមានភាពធន់នឹងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀតសូមបញ្ជាក់ជូនផងដែរថាវគ្គបណ្ដុះបណ្ដាលនៅខេត្តបាត់ដំបងនេះគឺជាវគ្គបណ្ដុះបណ្ដាលលើកទី1ដែលក្រុងនឹងមានវគ្គបណ្ដុះបណ្ដាលបន្តចំនួន5ផ្សេងទៀតក្រោមប្រធានបទផ្សេងគ្នាដែលទាក់ទងទៅនឹងការកសាងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យមអំពីការងារធុរកិច្ចនិងការអភិវឌ្ឍទីផ្សារសម្រាប់នាំចេញនៅខេត្តបន្ទាយមានជ័យខេត្តកំពង់ធំខេត្តសៀមរាបខេត្តកំពង់ចាមនិងរាជធានីភ្នំពេញ